អ្វីដែលជាសមិទ្ធផលទាំងអស់ដែលបានឆ្លុះបញ្ចាំងគ្រប់វិស័យគឺជាការខិតខំរបស់ថ្នាក់ដឹកនាំគណៈបកក៏ដូចជាបាទវីរៈជនរបស់កម្ពុជារបស់យើងនឹងគ្រប់ចំនួនហើយការលះបង់ដើម្បីកម្ពុជាឈានមកដល់សពថ្ងៃនេះគឺជាការងារមួយដែលខ្ញុំសង្ឃឹមថាយើងនឹងបន្តចងចាំបន្តជំរុញបន្តអភិវឌ្ឍទាំងអស់គ្នាក្នុងនាមជាសមាជិកការគ្រប់ចំនួនទាំងអស់ទាំងចំនួនមុនចំនួនបច្ចុប្បន្នហើយនឹងតទៅមុខទៀតហើយការងារទាំងអស់នេះខ្ញុំសង្ឃឹមថាអ្វីដែលជាការរៀបចំបែងចែកជារចនាសម្ព័ន្ធរបស់គណៈបករបស់យើងក្នុងក្រសួងនេះគឺជាយន្តការក្នុងការសម្របសម្រួលបន្ថែមទៀតទៅលើការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់គណៈបកប្រជាជនកម្ពុជារបស់យើងនៅក្នុងរចនាសម្ព័ន្ធនៃក្រសួងអធិការកិច្ចគឺដើម្បីពង្រឹងនៅលើការងារស្ថិរអារម្មណ៍ពង្រឹងទៅលើអ្វីដែលជាតម្រូវការរបស់សមាជិកការរបស់យើងហើយដើម្បីអនុវត្តឲ្យបានពេញលេញទៅនឹងគោលនយោបាយហើយនឹងគោលការណ៍សំខាន់របស់គណៈបកប្រជាជនកម្ពុជាធ្វើយ៉ាងណានោះគឺក្នុងបុព្វហេតុដើម្បីប្រជាពលរដ្ឋហើយគណៈបករបស់យើងនឹងបាទអញ្ចឹងកន្លែងនេះគឺយើងនឹងចូលរួមទាំងអស់គ្នាហើយខ្ញុំរំពឹងខ្ពស់ថានៅក្នុងអាណត្តិនេះនឹងឈានទៅដល់ការបោះឆ្នោតនេះយើងនឹងកសាងបាននូវសមិទ្ធផលជាបន្តបន្ទាប់ទៀតដោយការរំពឹងទុកហើយដើម្បីបង្ហាញទៅដល់រាជរដ្ឋាភិបាលក៏ដូចជាគណៈបកផងដែរនៅលើអ្វីដែលជាឆន្ទៈរបស់គណៈបករបស់ក្រសួងអធិការកិច្ចរបស់យើងក្នុងការអនុវត្តការងារទាំងអស់នេះអញ្ចឹងលើកទឹកចិត្តបន្ថែមហើយនឹងចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នាបន្ថែមទៀតហើយនឹងសង្ឃឹមថានឹងបានទទួលនូវលទ្ធផលជាបន្តបន្ទាប់ដោយការរំពឹងទុកដែលមានការខិតខំចូលរួមជាបន្តបន្ទាប់ដោយតែបានរបាយការណ៍លើកឡើងផងដែរបាទ